បាទបានឃើញចឹងប្រិមិត្តបាទគឺក្រុមភញៀវអារូបាមានឯកសណ្ឋានពណ៌លឿងចាស់សម្រាប់បាទក្លឹបបាល់ទាត់វិសាខាក៏មានឯកសណ្ឋានក្នុងដីតែម្ដងគឺឯកសណ្ឋានពណ៌ខៀវមួយឈុតបាទ Big Way Kick Off បានចាប់ផ្ដើមហើយបាទការប្រកួតនេះធ្វើឡើងនៅក្នុងកីឡាដ្ឋានព្រីនបាល់កែចេញដំបងឃើញថាមានម្ដងអេនសុកដាវីតបញ្ជូនទៅត្រង់នេះឱកាសផ្លត់ស្នៀទៅហើយឱកាសរបស់ក្រុមបាល់ទាត់ជំនឿជាតិអារូបាអាយយបកបកលទីអាយយបាទសោកស្ដាយមែនទែនឱកាសដំបងរបស់កីឡាករលេខ9របស់ក្រុមបាល់ទាត់ជំនឿជាតិអារូបាមើលចោះពីការបញ្ជូនផ្លត់ស្នៀពីអេនសុកដាវីតរត់ត្របាញ់ជើងលឿនមែនទែនសម្រាប់ខ្សែប្រយុទ្ធលេខ9ផ្ទះមួយប៉ះបុកបកលទីឡងចេញទៅខាងក្រៅអូយយបញ្ជូនទៅស្លាប់ខាងឆ្វេងឲ្យលេណូរ៉ាឱកាសរបស់ក្រុមបាល់ទាត់វិសាខាឱកាសកន្លែងនេះកាត់ចូលខាងក្នុងគ្រាប់បាល់រ៉ាម៉ុនអូយបាទមិញស្មានតែគាត់សុទ្ធហើយបាទគាត់រងចាំបាល់ពេញជើងទើបសម្រេចចិត្តសុទ្ធប៉ុន្តែយ៉ាងណាមិញបាទឱកាសរបស់រ៉ាម៉ុនត្រូវបានអាក់ខានដោយបាទការសម្រេចទីមិនបានល្អបាទអូបាទគឺប៉ះជើងបាទប៉ះជើងខ្សែការពារកីឡាករបាទ Bradley បាទអ្នកណាគេបាទគឺសុទ្ធហើយប៉ាក់ចុងប៊ីនគប់ឆ្វេងមួយល្អមែនទែនសុទ្ធស្ដាំអូយមួយជើងនេះគឺថាហើរបស់ទីលឿនបាទទេសនាត្រង់នេះគាត់គប់ឆ្វេងស្អាតណាស់នេះដាច់ខ្សែការពារហើយក៏ណែបាទមួយជើងនេះបើសិនជាចំទីក៏មិនដឹងជួយយ៉ាងម៉េចដែរសម្រាប់បាទកាន់ចាន់សុភ័ក្រយកបាល់បានហើយលឿនណាស់បោះចោះឲ្យរ៉ាម៉ុនស៊ូសាដួលនៅក្នុងប្រអប់លោកអ៊ីវទីណាផ្លុំកញ្ចែពីនៃបាល់ពេលនឹងទីឲ្យក្រុមវិសាខាបាទពីការបង្កកំហុសដោយខ្សែការពារលើកីឡាកររ៉ាម៉ុនស៊ូសាបាល់ពេលនឹងទីរបស់វិសាខាក៏បានកាត់ឡើងត្រឹមនាទីទី12មួយចុះពីការបោះយ៉ាងស្អាតពីកែនច័ន្ទសុភ័ក្រស្លាយបាទប៉ះចុងជើងរ៉ាម៉ុនស៊ូសានៅក្នុងប្រអប់ពេលនឹងទីបាទនៅក្នុងប្រអប់11ម៉ែត្រធ្វើរ៉ាម៉ុនស៊ូសាបាទរ៉ាម៉ុនស៊ូសាឬក៏អ្នកចាំទីឱកាសសុបមួយជើងចូលបាទ1-0ត្រឹមនាទីទី13បាទធ្វើបានសម្រេចដោយកីឡាកររ៉ាម៉ុនស៊ូសាសញ្ជាតិប្រេស៊ីលបាទខ្សែប្រយុទ្ធមុតស្រួចរបស់វិសាខាបាញ់ដាច់ចកេះអ្នកចាំទី Germany Einstein តែម្ដងបាទម្ដងហើយម្ដងទៀតពីក្រុមការងារបច្ចេកទេសបាទគឺដាច់ចកេះតែម្ដងសម្រាប់អ្នកចាំទី Germany Einstein 1-0ម្ដងសនត្រឹមនាទីទី18និងទី11ម៉ែត្រដោយកីឡាករ Ramon Souza ផ្ដាច់មួយជើងនេះគឺ cross ទៀតទៅឲ្យឱកាសរបស់ Mikey Ott ចូលល្អមែនទែនបាទ Mikey Ott បាទមិញគឺរត់តទៅពីនេះបាទប៉ុន្តែ Ramon Souza គឺគាត់មិនទៅដើម Mikey Ott ទេបាទគឺឲ្យ Mikey Ott ជាអ្នកសម្រេចទីតែម្ដងបាទទេសនាពីការដាច់ទេបាទគឺដាច់មិនពេញជើងធ្វើឲ្យឱកាសរបស់ Mikey Ott ទទួលបានមួយប៉ាសសុទ្ធមួយជើងស្ដាំអត់ដៃអ្នកចាំទីបាទ Germany Einstein បាទមួយចុះបាទដល់ទៅពីររូបបើសិនជាអត់មាន Mikey Ott មកចូលយកបាល់នេះក៏នៅមាន Ramon Souza ម្នាក់ទៀតដែរប៉ុន្តែ Ramon Souza គឺគាត់មិនសុទ្ធទេគឺគាត់សម្រេចបាទមិនដណ្ដើមពីមួយជើងឡើងមកខាងលើបាទ1-2សម្រាប់ខ្សែប្រយុទ្ធសុទ្ធមួយជើងតែម្ដងអូយបាទមួយជើងនេះបាទគឺបិទមុំចិត្តហើយអញ្ចឹងបើមិនសុទ្ធគឺស្ដាយបោនណាស់បាទកម្រមានឱកាសដាច់មាត់បែបនេះណាបាទទេសនាពីការអូសុទ្ធមួយជើងនេះគឺស្រួចមែនទែនបាទកីឡាករលេខ9បាទហ្គូស៊ូលីនសុទ្ធមួយជើងរបស់វិសាខាទុកមួយហ្វាំង2ទាញមួយផត់លើកចូលទៅខាងក្នុងឱកាសរបស់វិសាខា Mikey Ott ទុកទ្រូងសុទ្ធមួយជើងស្ដាំផ្ទះបាល់ចេញយ៉ាងស្អាតដោយបាទអ្នកចំទី Germany ដាំដោយកែនចាន់សុភ័ក្របាទហើយលោកអ៊ីវទីណាអញ្ញាកណ្ដាលកម្រិតអន្តរជាតិរបស់កម្ពុជាក៏ផ្លំតកែបញ្ចប់ការប្រកួតនៅវគ្គទី1បាទលទ្ធផលដោយប្រិមិត្តបានជ្រាបអញ្ចឹងបាទក្រុមបាល់ទាត់វិសាខាដែលជាក្រុមម្ចាស់ផ្ទះ Rensal Prison នឹងសូមធ្វើការផ្លាស់ប្ដូរកីឡាករលេខ6 Rowan Ostena ជំនួសវិញដោយកីឡាករលេខ22 Ezekiel France មានឱកាសសម្រាប់ហើយលើកទៅខាងក្នុងឱកាសរបស់អារូបាអូយបាទព្យាយាមតវ៉ារកបាល់នេះប៉ះដល់បាទមួយចុះពីការលើកយ៉ាងស្អាតហើយក៏ហក់តែតបាទប៉ះដៃជាមួយនឹងកីឡាករកែនច័ន្ទសុភ័ក្រប៉ុន្តែបាល់នោះមើលភាសាទៀតមើលប្រិមិត្តបាទស្ដីអ្នកសៀមរាបផងបាទឥឡូវទេសនាឱកាសរបស់ក្រុមបាល់ទាត់វិសាខាលើកទៅខាងក្នុងឱកាសរបស់ Ramon Souza គោលបាទ3-0ប៉ុន្តែការតែរបស់ Ramon Souza នេះហាក់បីដូចជាប៉ះទង្គិចទៅលើបាក់ខ្សែការពារមួយរូបទៅហើយពីគ្រាប់ម្នាក់ឯងហើយថ្ងៃនេះបាទ Ramon Souza
បាទដូចជាមានបញ្ហារបួសខ្លាំងហើយមើលទៅបាទយើងទស្សនាទីសិនពីការលើកចូលដោយកីឡាករបាទអិនសុដេវីតហើយតែអូបាទប៉ះកែងដៃជាមួយនឹងកីឡាកររ៉ាមុនស៊ូសាបាទមើលកន្លែងនេះទើបច្បាស់ប្រិមិត្តបាទលើកមកហើយក៏អូបាទកលៀខាងឆ្វេងដៃបាទប៉ះផ្ទៃមុខកីឡាករខ្សែការពារបាទរបស់អារូបាធ្វើឲ្យឥឡូវទស្សនាទីសិនបាទអិនសុដេវីតអាំមើសិតមួយជើងប៉ុន្តែប្លុកបានពីខ្សែការពារបាទសំទោសគឺខ្សែបំរើបញ្ជូនទៅស្លាប់ខាងស្ដាំបាទកន្លែងនេះហើយបាទគឺជាឱកាសរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារូបាសុតមួយជើងពីបាទការប៉ះទង្គិចជាមួយនឹងអ្នកណាគេចេះមិនបាទនេះប្រិមិត្តបាទគឺជាឱកាសគ្រាប់បាល់របស់ក្រុមបាល់ទាត់ជម្រើសជាតិអារូបាពីការបាទបញ្ជូនយ៉ាងស្អាតបាទអ្នកចាំទីហុលគីមហួយចេញមកសង្គ្រោះបាល់នេះមិនបានល្អបាទគឺយឺតពេលមួយជំហានធ្វើឲ្យបាទកីឡាករដែលផ្លាស់ប្ដូរចូលនៅវគ្គទី2មានឈ្មោះថារ៉ូម៉ាណូសុទ្ធមួយជើងចូលទីតែម្ដងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអារូបាលើកទៅហើយគ្រាប់បាល់ទី2កាត់ឡើងទេអូយមានឱកាសតែប៉ុន្តែបាល់មិនចំគោលដៅក្រនបើមួយចុះពីការលើកដោយបាទកីឡាករលេខ11បាទមើលឈីហើយក៏តែមួយក្បាលមិនចំគោលដៅហើយចំណេញលេខជាបន្តពីប៉ាក់ជុងប៊ីនចែកទៅខាងឆ្វេងឲ្យសាឌីឱកាសរបស់សាឌីឱកាសត្រង់នេះខ្សែការពារអូយបាទមានបាស្ទ័រធ្វើឲ្យខ្សែការពារមានឱកាសក្នុងការផ្ដាច់ចេញមើលចុះពីការចុចយ៉ាងស្អាតបាទបាល់នោះក៏ធ្លាក់យឺតទៅទៀតបាទអ្នកចាំថៃនៅភឿបាត់ថៃរត់មិនទាន់ទេបាទសង្គ្រោះបានយ៉ាងល្អបាទដោយកីឡាករគីម៉ានីបាទចូលជើងកីឡាករខ្សែការពារអាលីសឺបញ្ជូនទៅស្លាប់ខាងឆ្វេងឲ្យផានសុផេនកាត់ទៅត្រង់នេះសុទ្ធមួយជើងបកបកលទីអូយមិនកាមិនមានសំណាងទេបាទផានសុផេនថ្ងៃនេះបាទសួស្ដីទៅកាន់វិវត្តផងបាទលទ្ធផលនេះអាចថាល្មមមកសម្រាប់វិសាខាលើកទៅខាងក្នុងឱកាសរបស់សាទីភឿផាត់ថៃសុទ្ធមួយជើងបកបកលទីទៀតអូយបកលទីញឹកម្លេះទីទៀតអត់មានសំណាងសោះមើលចុះពីការទប់ហើយសុទ្ធបុកជាមួយជើងអូបាទបុកជាមួយជើងហើយបុកជាមួយបកលទីទៀតខំអីហ្នឹងភឿផាត់ថៃមានឱកាសបាទទីបំផុតលោកអ៊ីវទីណាក៏ប្លង់កញ្ចែបញ្ចប់ការប្រកួតជាផ្លូវការបាទអបអរសាទរដល់ក្រុមបាល់ទាត់វិសាខាដែលបាទប្រកួតយកឈ្នះលើក្រុម